ថ្ងៃនេះបានមកម្ហូបថ្មីមកចែកជូនបងប្អូនទស្សនាទៀតហើយនោះគឺលក់គំខ្ជៀងបងប្អូនគ្នាបងប្អូនខ្លះគាត់ច្បាស់ជាអត់ស្គាល់ទេដើមខ្ជៀងហ្នឹងគឺដើមវាជារៀងដើមថ្នោតដែរអញ្ចឹងណាថ្ងៃខ្លាំងណាស់បងប្អូនអរគ្នាអើយបានជាមួយនឹងអំបិលបុកជាតិអូយវាថាជាតិដល់បើជាតិហ្មងហើយសម្រាប់ថ្ងៃនេះគឺខ្ញុំបានបង្ហាញដល់ដើមដែលគេកាប់ទេដោយសារគេកាប់មកពីលើភ្នំគេយកមកលក់ឲ្យខ្ញុំអញ្ចឹងណាខ្ញុំនៅឃើញធ្វើវីដេអូចែកជូនបងប្អូនទស្សនាហ្មងទៅដោយសារបងប្អូនខ្លះក៏គាត់អត់ទាន់ស្គាល់បងប្អូនខ្លះក៏គាត់ស្គាល់អញ្ចឹងណាហើយសម្រាប់បងប្អូនណាស្គាល់ប្រាប់ពីរសជាតិវាមួយមើលតើរសជាតិវាឆ្ងាញ់យ៉ាងណាសម្រាប់ការបុកអំបិលយើងត្រូវយកប្រហុកយកឲ្យមកកប់អញ្ចឹងបងប្អូនគ្នាហើយសម្រាប់យើងចង់ដាក់ត្រីឬក៏អត់ទេអាហ្នឹងស្រេចចិត្តរបស់យើងប៉ុន្តែខ្ញុំចូលចិត្តដាក់សាច់ឲ្យច្រើនព្រោះឲ្យវាឆ្ងាញ់តមកទៀតសម្រាប់គ្រឿងក្រិចផ្សេងដូចជាខ្ទឹមដូចជាអីយើងត្រូវធ្វើការលីងមួយម្ទេសជាមួយអីចឹងណាប៉ុន្តែម្ទេសខ្ញុំលីងមុនដោយសារតែម្ទេសវាឆាប់ខ្លោចជាងហើយត្រីដែលយើងអាំងមុនហ្នឹងក៏វាបានឆ្អិនហើយយើងចាប់ផ្ដើមយកវាបេះសាច់ដើម្បីយកទៅបុកបងប្អូនអរគ្នាយើងអាចដាក់ទាំងច្បកចឹងបានទេព្រោះឲ្យវាបុកតតបែកល្អចឹងណាយើងយកតែសាច់របស់វាខាងក្នុងមកបានហើយឆ្អឹងក៏យើងអត់យកដែរហើយយើងបេះកោសវិញចឹងមកបានអំបិលរបស់ខ្ញុំនេះខ្ញុំបង្ហាញច្រើនណាស់បងប្អូនគ្នាបងប្អូនខ្លះក៏គាត់បានមើលទស្សនារួចហើយបងប្អូនខ្លះក៏គាត់មិនដែលបានឃើញអញ្ចឹងណាហើយការហូបនេះគឺជាប្រភេទប្រចាំតំបន់របស់គេប្រចាំភូមិរបស់គេទៅហើយអ្នកណាក៏គេហូបអញ្ចឹងដែរគេដាក់សាច់ទេគេដាក់តែប្រហុកដាក់តែអីប៉ុណ្ណោះតែខ្ញុំចូលចិត្តដាក់សាច់ដោយសារយើងស៊ីសាច់ច្រើនណាទេតែខ្ទឹមដែលយើងលីងរួចហ្នឹងយើងធ្វើការបុកវាអាម៉ត់មកបងប្អូនគ្នាយើងជ្រុំវាអាម៉ត់អស់បន្តទៅទៀតយើងធ្វើការដាក់ជាមួយនឹងប្រហុកដែលយើងអាំងដុតមុនហ្នឹងអញ្ចឹងណាប្រហុកចង់ដុតក៏បានអាំងក៏បានដែរបងប្អូនគ្នាស្រេចតែចិត្តបងប្អូនអរគ្នាទេចង់ជៀនក៏បានដែរចូលឲ្យសព្វជាមួយគ្រឿងរបស់យើងម្ទេសខ្ទឹមហ្នឹងមកបន្តទៅទៀតយើងធ្វើការដាក់ជាមួយនឹងត្រីរបស់យើងសាច់ត្រីដែលយើងបេះមុនហ្នឹងយើងធ្វើការដាក់បញ្ចូលទៅដាក់ចូលឲ្យបុកសាច់ត្រីនឹងអាម៉ត់ហើយបន្តទៅទៀតយើងធ្វើការដាក់បន្ថែមស្ករប៊ីចេងតាមចំណង់ចំណូលចិត្តណាជួយចិត្តផ្អែមឬក៏សាប្រៃដាក់តាមហ្នឹងទៅបងប្អូនគ្នាការហូបចុកយើងមិនអាចកំណត់បានទេខ្លះផ្អែមអ្នកខ្លះសាបអ្នកខ្លះប្រៃអញ្ចឹងទៅអញ្ចឹងយើងដាក់តាមអ្វីដែលយើងចេះហូបប៉ុណ្ណាដាក់ប៉ុណ្ណឹងទៅបុករហូតតទៅវាម៉ត់ចូលល្បាយតែមួយជាមួយនឹងគ្រឿងក្រិចរបស់យើងហ្នឹងបានយើងដួសវាយកមកញ៉ាំបានហើយយើងបន្ថែមជាមួយអំពិលទុំឬក៏ក្រូចឆ្មាបន្តិចទៀតក៏បានដែរក៏ខ្ញុំជិតប្រើអំពិលទុំដោយសារអំពិលទុំវាអត់មានទឹកក្លែកខ្លាអញ្ចឹងណាយើងបុកទៅវាជូរឡែមឥឡូវគឺថារួចរាល់ហើយអំពិលរបស់យើងដួសដាក់ចានមកបងប្អូនដើម្បីយកទៅញ៉ាំជាមួយនឹងលក់គំខ្ជៀងរបស់យើងនោះឯងនិយាយថាអត់បានមុខម្ហូបចេះអីបាយម្ដងគឺថាអស់ទាំងចានមិនអស់ទាំងចានគឺថាអស់ទាំងឆ្នាំងតែម្ដងមិនថាខ្ញុំឬគេទេគេចូលចិត្តខ្លាំងមែនតើព្រោះឲ្យវាជាម្ហូបមួយដែលក្រៀមក្រោះមែនប៉ុន្តែវាជាវាឆ្ងាញ់ជាពិសេសអាគំខ្ជៀងនេះផ្អែមបងប្អូនគ្នាឡើងផ្អែមតែម្ដងអ្នកដែលគាត់ធ្លាប់ហូបគាត់ដឹងពីរសជាតិរបស់អ្នកដែលគាត់មិនដែលហូបគាត់ធ្លាប់សាកដូចជាគំដូងគំអីចឹងដែរវាស្រៀងគ្នាគាត់ថានេះវាឆ្ងាញ់ជាងគំដូងខ្ញុំឲ្យអានេះឆ្ងាញ់ជាងបងប្អូនគ្នាព្រោះឲ្យខ្ញុំចូលចិត្តអានេះជាងឥឡូវមកមើលខ្ញុំញ៉ាំទាំងអស់គ្នាមើលតើវាឆ្ងាញ់ប៉ុណ្ណាបងប្អូនមើលតើមាត់ខ្ញុំទៅឆ្ងាញ់គឺថាដឹងបងប្អូនគ្នាឥឡូវមកស្ដាប់ស្នូសំឡេងពេលយើងញ៉ាំទាំងអស់គ្នាមើល